ទម្លាប់ងាករេឧទាហរណ៍ថាយើងចង់ទៅលេងតែពួកម៉ាក់យើងស្រាប់តែយើងធ្វើដំណើរតាមផ្លូវទៅយើងឃើញអ្នកស្គាល់គ្នាតាមផ្លូវហ្នឹងយើងឆ្លៀតនិយាយលេងមួយគេហើយចេញពីនេះនិយាយលេងមួយគេទៅចេញទៅជួបម្នាក់ទៀតស្គាល់គ្នាទៀតឈប់និយាយទៀតអញ្ចឹងណាហ្នឹងគឺមានន័យថាយើងជាមនុស្សដែលងាករេហើយវាមានផលប៉ះពាល់ទៅដល់ពេលវេលារបស់យើងឧទាហរណ៍ថាយើងត្រូវចំណាយពេលតែ1ម៉ោងទេដើម្បីទៅដល់ផ្ទះពួកម៉ាក់យើងហ្នឹងប៉ុន្តែដល់ពេលយើងមានអាទម្លាប់ហ្នឹងនិយាយគ្នាតាមផ្លូវអញ្ចឹងគឺវាខាត់ពេលវេលារបស់យើងយើងអាចចំណាយពេលថា5ម៉ោងបានទៅដល់អញ្ចឹងចុះអញ្ចឹងគឺវាបង្អាក់ភាពជោគជ័យរបស់យើងខាត់ពេលវេលារបស់យើងអញ្ចឹងទម្លាប់ហ្នឹងជាទម្លាប់ល្អយើងគួរកាត់ចោលព្រោះថាបើយើងផ្ដោតទៅលើគោលដៅរបស់យើងតែមួយមុខយើងនឹងឆាប់ដើរទៅដល់គោលដៅរបស់យើងទម្លាប់នៃការបោះបង់ត្រង់នេះគេមាន quote មួយថាមនុស្សជោគជ័យគ្មានទម្លាប់បោះបង់អ្នកដែលមានទម្លាប់បោះបង់គឺមិនដែលទទួលបានជោគជ័យទេត្រង់កន្លែងនេះមានន័យថានៅពេលដែលយើងធ្វើអីមួយទៅយើងអត់ទទួលបានជោគជ័យមិនមែនមានន័យថាយើងបរាជ័យទេមានន័យថាយើងអត់ទាន់រកឃើញពីវិធីសាស្ត្រដើម្បីឲ្យយើងទៅដល់ផ្លូវជោគជ័យហ្នឹងអញ្ចឹងគេថាឲ្យយើងព្យាយាមធ្វើវាអស់ពីសមត្ថភាពបើផ្លូវហ្នឹងទៅមិនរួចយើងរកផ្លូវមួយទៀតផ្លូវហ្នឹងទៅមិនរួចទៀតយើងរកផ្លូវមួយទៀតយើងរកតតែឃើញដើម្បីឆ្ពោះទៅរកភាពជោគជ័យហ្នឹងប៉ុន្តែបើសិនបើយើងធ្វើទៅជារឿយៗហើយវាអត់មានន័យថាវានៅតែអត់ទទួលបានលទ្ធផលល្អហើយយើងធ្វើអស់ពីចិត្តហើយយើងគិតថាវាអត់អាចទទួលបានលទ្ធផលជោគជ័យទេគឺយើងចាំសម្រេចចិត្តថាបោះបង់វាគេថាបរាជ័យវាមិនមែនជាឧបសគ្គទេឧបសគ្គគឺនៅលើចិត្តរបស់យើងឯងតែចិត្តយើងបរាជ័យយើងក៏មិនទទួលបានជោគជ័យដែរទម្លាប់មិនគ្រប់វិន័យគេថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរមនុស្សគ្មានវិន័យគឺគ្មានកំណើតទេគេថាមនុស្សបើមានសមត្ថភាពហើយអត់មានវិន័យក្នុងខ្លួនក៏មិនស័ក្តិសមជាមនុស្សដែរទុយទៅវិញមនុស្សដែលមានវិន័យខ្ជាប់ខ្ជួនប៉ុន្តែទោះបីជាសមត្ថភាពគាត់រៀងស្ទើរក៏មើលទៅមានភាពថ្លៃថ្នូរនិងគួរឲ្យគោរពដែរឧទាហរណ៍យើងធ្វើការងារក្នុងក្រុមហ៊ុនមួយមេដាក់ការងារយើងធ្វើហើយហ្នឹងយើងធ្វើស្អែកយើងធ្វើសម្រាប់តែខាន់ស្អែកយើងខ្ជិលយើងថាអត់ចង់ធ្វើទេទុកសិនចាំខាន់ស្អែកទៀតដល់ថ្ងៃខាន់ស្អែកទៀតហ្នឹងហើយយើងថាអូខ្ជិលចាំខាន់ស្អែកទៀតឃើញទេអាចទម្លាប់ខ្យល់ហ្នឹងវាទៅមួយថ្ងៃពីរថ្ងៃទៅមួយថ្ងៃអាហ្នឹងមានន័យថាយើងអត់មានវិន័យក្នុងខ្លួនហើយយើងចាំចេះចាំចុះលេះចេះលេះចុះអញ្ចឹងគឺវាបង្អាក់នៅភាពជោគជ័យរបស់យើងហើយធ្វើឲ្យយើងខ្លាចជាមនុស្សដែលអត់មានគុណតម្លៃអត់មានសេចក្តីថ្លៃថ្នូរក្នុងខ្លួនផងដែរការរស់នៅគ្មានសណ្ដាប់ធ្នាប់អាហ្នឹងបង្ហាញពីចរិតរបស់យើងឧទាហរណ៍ក្នុងបន្ទប់របស់យើងវាមានសភាពអញ្ញៃសភៅអញ្ញៃខោអាវអញ្ញៃមានសម្រាមមានធូលីមានពីងពីងពាត់អីអញ្ចឹងទៅអញ្ចឹងយើងរស់នៅបែបហ្នឹងហើយវាឆ្លុះបញ្ចាំងពីយើងអញ្ចឹងឧទាហរណ៍ថាការរស់នៅរបស់យើងវាមានសណ្ដាប់ធ្នាប់បែបហ្នឹងហើយចុះទម្លាប់តែការងារផ្សេងតែយើងអាចកាន់ឬក៏ធ្វើវាបានល្អអត់បើគ្រាន់តែចំណុចតូចៗទាំងអស់ហ្នឹងយើងអញ្ញៃបាត់ហើយហ្នឹងអញ្ចឹងគួរតែមានទម្លាប់កែប្រែចេញព្រោះអាទម្លាប់មានសណ្ដាប់ធ្នាប់ធ្វើមានសណ្ដាប់ធ្នាប់ហ្នឹងគឺវាបញ្ជាក់ពីយើងយល់អត់ឬក៏ឧទាហរណ៍ថាពេលដែលយើងមានកូនចៅទៅយើងមានទម្លាប់អញ្ញៃអត់មានរបៀបរៀបចំបានរៀបរយហើយយើងទៅបដៅកូនយើងឲ្យរៀបចំអត់បានរៀបរយសួរថាកូនយើងខ្លាចយើងឬក៏ស្ដាប់តាមយើងអត់បើយើងជាពុកម្ដាយមានទម្លាប់អត់ល្អរស់នៅគ្មានសណ្ដាប់ធ្នាប់អញ្ចឹងហ្នឹងទម្លាប់កិច្ចវេះពីកិច្ចការនិងទទួលការទទួលខុសត្រូវផ្ទាល់ខ្លួនឧទាហរណ៍ថាគេដាក់ការងារយើងធ្វើមួយអញ្ចឹងហើយយើងអត់ធ្វើការងារហ្នឹងឯងយើងទុកឲ្យអ្នកដទៃធ្វើហើយដល់ពេលគេធ្វើហើយបានយើងមកដល់យើងគ្រាន់តែសម្រាប់សម្រួលតិចតួចអាហ្នឹងគឺហើយណាមានន័យថាយើងតិចវេះហើយយើងទុកឲ្យអ្នកដទៃធ្វើអញ្ចឹងអាការងារការសកម្មភាពបែបទម្លាប់បែបហ្នឹងគឺវាបំផ្លាញច្រើនមែនតើទី1បំផ្លាញទម្លាប់ល្អនៅក្នុងខ្លួនរបស់យើងជួនកាលយើងអាចមានទម្លាប់ល្អដល់ពេលមានអាហ្នឹងចូលទៅគឺទៅជាទម្លាប់អាក្រក់វិញទី2ធ្វើឲ្យយើងមានគំនិតទុច្ចរិតមានន័យថាគេចំណេញលើគេទី3ធ្វើឲ្យបំផ្លាញទំនុកចិត្តពីអ្នកដទៃគេអត់ចូលចិត្តយើងអញ្ចឹងណាហើយចុងក្រោយគឺធ្វើឲ្យខ្លួនឯងអត់មានសមត្ថភាពព្រោះយើងអត់បានធ្វើការងារយើងអត់បានបញ្ចេញសមត្ថភាពទេអញ្ចឹងនៅក្នុងការងារក្នុងក្រុមហ៊ុនបើយើងធ្វើបែបហ្នឹងគេនឹងស្អប់យើងហើយគេបន្តយើងចេញអញ្ចឹងទៅហើយនៅក្នុងគ្រួសារវាអាចបង្កជាជម្លោះផ្សេងណាទម្លាប់ទំនេរច្រើនត្រង់កន្លែងនេះដល់ពេលដែលយើងឈឺធ្វើការច្រើនអស់កម្លាំងហត់យើងអាចទំនេរបានមួយរយៈហើយសំយើងបន្តទៅទៀតមិនបានន័យថាយើងទំនេរអត់ប្រយោជន៍អត់ធ្វើអីមួយថ្ងៃពីរថ្ងៃទេម្យ៉ាងទៀតវ័យក្មេងនេះគឺជាវ័យពេញកម្លាំងវ័យដែលយើងត្រូវធ្វើការខំសន្សំបទពិសោធន៍បុកមានសន្សំគ្រឹះកសាងទ្រព្យសម្បត្តិរបស់យើងនៅពេលដែលយើងចាស់ទៅយើងនឹងមិនសូវជាចំណាយពេលយើងមានពេលសម្រាប់ឬក៏ពេលទំនេរឬក៏ថាពេលចូលនិវត្តន៍របស់យើងណាអ
ហើយយើងយកពេលវេលាហ្នឹងទៅធ្វើផ្សេងវិញយើងយកអាចយកពេលវេលាហ្នឹងទៅធ្វើបុណ្យឬក៏ចែករំលែកបទពិសោធន៍ដល់ក្មេងៗជំនាន់ក្រោយចឹងនៅពេលដែលយើងស្លាប់ទៅយើងនឹងសល់ទម្លាប់ល្អៗសមិទ្ធផលល្អៗបទពិសោធន៍ល្អៗដល់កូនចៅរបស់យើងជាជនគំរូណាវាមិនមែនជាមិនបន្សល់ទុករឿងអាក្រក់ៗការចងចាំអាក្រក់ៗដល់អ្នកជំនាន់ក្រោយទេយើងជាមនុស្សមានប្រយោជន៍ដែរអញ្ចឹង